ថ្ងៃនេះមួយចែករំលែកបទពិសោធន៍ធ្វើស្រែបងប្អូនចែកលេខបទពិសោធន៍ធ្វើស្រែកន្លងមកពីមុនខ្ញុំធ្វើស្រែដំបងបងប្អូនហើយអត់ដឹងថាស្រូវនឹងវាបែកកូនមិនថាស្រែប្រាំងតែឡាព្រោះពូជច្រើនបានឲ្យតែបានដើមអីបានផលហើយតែខ្ញុំព្រោះពូជ250 300តែវាអត់បែកកូនដូចគិតតែសួរចាស់ថាបែកកូនម៉ាត់គាត់ថាស្រូវបែកកូនច្រើនអាចមកគ្របធ្លាក់ទៅវាអាចបាន4 10ដើមប៉ុន្តែការព្រោះរបស់ខ្ញុំកន្លងមកវាអត់បានអញ្ចឹងទើបខ្ញុំសម្រេចចិត្តថយក្រោយមកវិញមួយឆ្នាំរដូវបន្ថយបន្តិចរដូវបន្ថយបន្តិចរដូវបន្ថយបន្តិចឥឡូវមកថយនៅត្រឹម80ឬក៏100គីឡូបើពូជស្អាតខ្ញុំព្រោះ80បើសិនជាពូជអត់បានអុំពូជខ្ជិលខ្ញុំភាគច្រើនខ្ញុំខ្ជិលតែព្រោះជ្រូករួចហើយហាលទុកទាំងអស់ដល់ពេលព្រោះបានយកទៅត្រាំ100គីឡូយើងទៅអាណានដេតក្បត់ចូលអាណាលិចទុកនឹងហើយចាំដល់ពេលគ្រប់24ម៉ោងបានស្រង់យកទៅព្រោះបងប្អូនឥឡូវបានបែកកូនមែនដល់ពេលយើងព្រោះស្ដើងបានបែកកូនមែនអញ្ចឹងយើងធ្លាក់មកគ្របទៅវាបែកកូនបាន3 4ខ្លះ4 5ខ្លះទៅអញ្ចឹងវាបែកកូនបានគ្រប់ដោយចាស់គាត់ប្រាប់មែនអញ្ចឹងធ្វើយើងចំណេញពូជអញ្ចឹងបងប្អូនបើសិនជាព្រោះពូជស្ដើងដូចខ្ញុំនិយាយហ្នឹងដូចខ្ញុំប្រាប់មានបទពិសោធន៍កន្លងមកហើយណាអញ្ចឹងយើងចំណេញបើន័យថាធ្វើស្រែយើងចំណេញតាំងពីថ្ងៃព្រោះដំបូងម្លេះពេលព្រោះយើងធ្លាប់ព្រោះពូជ250 300អីយើងមកដាក់ត្រឹមតែ100ហើយយើងចំណេញបាត់ហើយបើព្រោះពូជ250យើងចំណេញជាង1ហិកតាបាត់ហើយយើងចំណេញជាង1ហិកបាត់ហើយប៉ុន្តែអ្វីដែលយើងព្រោះពូជតិចបងប្អូនព្រោះពូជតិចយើងសង្ឃឹមទៅលើជីថ្នាំព្រោះពេលវេលាស្រូវប្រាំងយើងពេលវេលាវាខ្លីយើងសង្ឃឹមទៅលើជីថ្នាំដែលបានត្រឹមត្រូវពេលដែលយើងប្រើជីថ្នាំបានត្រឹមត្រូវទៅពេលវេលារបស់វាបែកកូនបានល្អបែកកូនបានច្រើនមែនបងប្អូនខ្ញុំជឿថាបែកកូនបានច្រើនមែនទេណាបើយើងប្រើពេលវេលាវាត្រឹមត្រូវអញ្ចឹងអ្វីដែលខ្ញុំធ្វើកន្លងមកខ្ញុំមានជីនៅក្រុមហ៊ុនវ៉ែលអញ្ចឹងខ្ញុំប្រើមួយជាង3ឆ្នាំហើយលេខ1នេះជួយសម្រួលដីតើស្រូវមុនព្រោះជួនកាលខ្ញុំបាញ់មុនព្រោះទៅជួនកាលដោះបានមួយអាទិត្យហើយខ្ញុំបាញ់ទៅអញ្ចឹងវាទៅជួយសម្រួលដីធ្វើឲ្យស្រូវនឹងដោះមុំកម្លាំងដោះមុំវាចាប់ដើមកម្លាំងវាចាក់ឫសចូលវាអត់មានមេរោគអីបង្កហេតុឲ្យវាទេនឹងវាអត់មានមេរោគអីបង្កហេតុឲ្យវាទេវាធ្វើស្រូវដោះមុំកម្លាំងហ្មងវាទៅជួយសម្រួលដីបានអស់ហើយនេះជីលីក2នេះមួយទៀតនេះទី2នេះវាទៅជួយធ្វើឲ្យស្រូវបែកកូនល្អបែកកូនហើយវាជួយការពារពពួកបាក់តេរីផ្សិតអីវាអត់បង្កដោយមេរោគទេហើយលេខ3នេះវាទៅជួយកំណើនទិន្នផលបងប្អូនកំណើនទិន្នផលអញ្ចឹងធ្វើឲ្យស្រូវយើងក្របច្រើនគួរវែងនឹងទាំង3មុខនេះធ្វើឲ្យស្រូវយើងកំណើនទិន្នផលល្អប៉ុន្តែសំណាងបងប្អូនថ្ងៃនេះបងប្អូនមានប្រាក់ទិញទុកបងប្អូនមានប្រាក់ទិញទុកក្រុមហ៊ុនមានប្រូម៉ូសិនពិសេសបងប្អូនណាមានប្រាក់ទិញទុកចំណេញច្រើនបងប្អូនចំណេញច្រើនក្រុមហ៊ុនមានប្រូម៉ូសិនពិសេសអញ្ចឹងបងប្អូនណាត្រូវការអាចតាក់ទងខ្ញុំបានក្រុមហ៊ុនមានប្រូម៉ូសិនពិសេសទិញថែមបងប្អូនទិញថែមចំណេញច្រើនថ្ងៃនេះបើទិញក្នុងពេលនេះចំណេញច្រើនបងប្អូនកុំភ្លេចពេលដែលយើងមានជីនៅលើផ្ទះហើយមានជីថ្នាំនៅលើផ្ទះហើយយើងរាល់ពេលដែលយើងចុះទៅធ្វើការយើងលេងព្រួយបារម្ភហើយតើដល់ពេលដែលយើងព្រោះហើយបាញ់ភ្លឹបអត់បាក់ដើរខ្វាយខ្វល់ទៅណាទៅណីច្រើននេះព្រោះទិញក្នុងពេលនេះចំណេញច្រើនបងប្អូនចំណេញច្រើនអញ្ចឹងបើបងប្អូនណាចង់ចំណេញកុំភ្លេចជីថ្នាំពិសេសព្រោះខ្ញុំធ្វើកន្លងមកហើយខ្ញុំធ្វើដោយទំនុកចិត្តអត់មានមេរោគអត់មានជំងឺអុយមួយយាយីទេសូម្បីតែសត្វល្អិតក៏កាត់បន្ថយបានច្រើនទៀតសឹងថាមិនចាំបាច់ប្រើថាសត្វល្អិតខ្ញុំប្រើកន្លងមកសឹងថាមិនចាំបាច់ប្រើថាសត្វល្អិតទៅជាមួយគឺថាអត់មានសត្វល្អិតមួយយាយីបងប្អូនអត់មានសត្វល្អិតមួយយាយីអញ្ចឹងសុវត្ថិភាពណាសុវត្ថិភាពអញ្ចឹងបងប្អូនកុំភ្លេចកំពុងមានប្រូម៉ូសិន